ម៉ោង7កន្លះផឹកគឺមកដល់ផ្សារលើកំពង់សំបាត់ដោយសារតែដើរលេងតែមួយថ្ងៃអញ្ចឹងណាក៏ក្រោកតាំងពីផឹកនិយាយទៅចេញឡានម៉ោង4ផឹកហ្មងដោយសារតែចង់ញ៉ាំគ្រឿងសមុទ្រអញ្ចឹងណាគ្មានបិចបាយម្ហូបអីមកទេគឺថាមកទិញគ្រឿងសមុទ្រនៅកំពង់សំនឹងតែម្ដងមកទិញក្តាមនៅផ្សារលើអញ្ចឹងណាហើយដល់ពេលក្តាមខែនឹងអត់សូវសបោអញ្ចឹងរៀងថ្លៃតិចដែរអញ្ចឹងទៅប៉ុន្តែអីទេបងប្អូនអើយយូរម្ដងថ្លៃក៏ទិញដែរទិញបកងបកាងាវអីអញ្ចឹងណាគ្មានបានទៅទិញនៅមាត់សមុទ្រទិញអីទេគឺថាទិញនៅផ្សារលើហ្មងគេធ្វើឲ្យស្អាតគឺថាយកទៅញ៉ាំបានហ្មងនិយាយទៅដើរលេងតែមួយថ្ងៃគ្មានវិចបាយម្ហូបទេបងប្អូនដោយសារតែឃ្លានក្តាមចង់ញ៉ាំក្តាមផងអញ្ចឹងគឺថាមកទិញនៅផ្សារលើគឺធ្វើឲ្យស្រាប់គឺស្រួលអញ្ចឹងណាពេលដែលទិញក្តាមទិញបកាទិញងាវអីបានហើយគឺថាឡើងឡានទៅឆ្នេរមាត់ឆ្នេរនឹងតែម្ដងតើបងប្អូនទៅមើលទស្សនវិជ្ជានៅមាត់ឆ្នេរហើយនិយាយទៅដំបូងគឺទៅលេងនៅកោះរាជបុត្រអញ្ចឹងណាបងប្អូននេះទស្សនវិជ្ជានៅឆ្នេរហើយនឹងកោះរាជបុត្របងប្អូនឃើញទូចហ្នឹងគឺកោះរាជបុត្រតែម្ដងដល់ពេលឆ្នេរនេះគេហៅឆ្នេរមាសឆ្នេរប្រាក់អញ្ចឹងណាហើយទស្សនវិជ្ជាគឺស្អាតមែនតែនស្រស់ស្រាយខ្លាំងមែនតែនហើយបើថាមកលុបខោបដើមឈើវិញឡងត្រជាក់តែម្ដងប៉ុន្តែដោយសារឆ្នេរនេះគេឲ្យក្រៅទេហូបបាយអីនៅនឹងទេដោយសារគេមានហាងមានអីអញ្ចឹងណាហើយឆ្នេរនេះក៏ទិញសបត់ចូលដែរដល់ពេលអញ្ចឹងគឺថាអត់មានហូបបាយនៅនឹងទេគឺទៅហូបបាយនៅឆ្នេរអូឈើទាលវិញប៉ុន្តែយើងដើរថតមើលទស្សនវិជ្ជានៅនឹងអញ្ចឹងណាទស្សនវិជ្ជាស្រស់ស្រាយខ្លាំងមែនតែនបងប្អូននិយាយពីថាថតអើយថតបងប្អូនខ្ញុំនិយាយទៅគឺមកបងប្អូនទាំងអស់គឺចូលចិត្តថតអញ្ចឹងតែម្ដង end on គឺថា selfie ផងថតជុំគ្នានិយាយពីថាអូយដល់កយមានតាំងពីកាមេរ៉ាមានតាំងពីកាមេរ៉ាទូរស័ព្ទអីអញ្ចឹងណាដោយសារតែដូចដឹងស្រាប់អីគឺចូលចិត្តថតអីអញ្ចឹងទៅហើយទស្សនវិជ្ជានៅនេះស្រស់ស្រាយខ្លាំងមែនតើហើយនៅឆ្នេរនេះស្អាតខ្លាំងមែនតើបងប្អូនហើយមានដើមឈើឡងត្រជាក់តែម្ដងបើសិនជាគេឲ្យខែរកទេហូបបាយនៅនឹងគឺថាល្អខ្លាំងមែនតើតែនេះអត់ទេបងប្អូនបានតែដើរថតអង្គុយលេងអីអញ្ចឹងណាបើថាយើងយកបាយវិចម្ហូបអីហូបនៅនឹងញ៉ាំនៅនឹងគេឲ្យញ៉ាំទេបងប្អូនដោយសារតែកន្លែងហ្នឹងលក់សបត់អីអញ្ចឹងណាហើយបើថាទស្សនវិជ្ជាកន្លែងថតវិញគឺមានទូមានអីគឺថាស្អាតខ្លាំងមែនតើហើយមកលុបឡងត្រជាក់តែម្ដងហើយបើថាអូយថតជុំគ្នាមានទូមានអីអញ្ចឹងគឺស្រស់ស្រាយស្អាតខ្លាំងមែនតើបងប្អូននេះថតជាមួយបងប្អូនមានតាំងពី selfie មានតាំងពីរូបស្លឹកអីអញ្ចឹងណានេះគឺថតជុំគ្នាបន្លានជាង10នាក់អញ្ចឹងទៅជាក្រុមគ្រួសារអញ្ចឹងណាឥឡូវគឺថាដើរឆ្លងស្ពានទៅកោះរាជបុត្រអញ្ចឹងណាបងប្អូននិយាយទៅទស្សនវិជ្ជាស្រស់ស្រាយមែនតើបងប្អូននិយាយទៅកោះរាជបុត្រលើកទី1របស់ខ្ញុំហ្មងហើយនៅលើកោះហ្នឹងសត្វតែមានឈ្មោះអញ្ចឹងណាបងប្អូនមើលទស្សនវិជ្ជានិយាយទៅស្រស់ស្រាយនេះរូងភ្នំឥឡូវគឺថាខ្ញុំចាប់ផ្ដើមចូលតាមរូងភ្នំហ្នឹងអញ្ចឹងណាហើយបើថានៅខាងក្រោមវិញអូយទស្សនវិជ្ជាស្រស់ស្រាយខ្លាំងណាស់បងប្អូននេះគឺទស្សនវិជ្ជាស្អាតខ្លាំងមែនតើបងប្អូនអូយចង់និយាយថាមកលើកទី1របស់ខ្ញុំហ្មងហើយឃើញទស្សនវិជ្ជាបែបនេះនិយាយថាថតបានច្រើនមែនតើបងប្អូនដោយសារតែទស្សនវិជ្ជាស្អាតអញ្ចឹងណាឥឡូវគឺដើរឡើងតាមរូងភ្នំបងប្អូនមករូងភ្នំនេះវិញគឺថាអូយឡងត្រជាក់តែម្ដងអត់មានក្តៅទេបងប្អូនដោយសារតែដើមឈើច្រើនអញ្ចឹងណាអញ្ចឹងហើយអត់មានក្តៅទេនិយាយទៅលក្ខណៈក្រុមគ្រួសារគឺថាកម្របានដើរលេងជុំគ្នាណាដោយសារតែអីបងប្អូនទាំងអស់សុទ្ធតែអ្នកលក់ដូរអញ្ចឹងណាអញ្ចឹងយូរបានដើរជាក្រុមលក្ខណៈក្រុមគ្រួសារម្ដងអញ្ចឹងតែសម្រាប់ខ្ញុំវិញគឺថាអាសាដើរលេងជាមួយចាស់អ្នកស្រុកភូមិអញ្ចឹងណាគឺថាឲ្យតែចាស់នាំដើរលេងគឺថាខ្ញុំទៅមួយគេហើយតែម្នាក់ឯងខ្ញុំនឹងតែសម្រាប់បងប្អូនខ្ញុំគឺមិនងាយបានដើរជុំគ្នាទេដោយសារតែអូនបងខ្ញុំអញ្ចឹងសុទ្ធតែអ្នកលក់ខ្ញុំក៏លក់ដែរប៉ុន្តែគាត់ថាខ្ញុំអាចបិទតូបអីបានអញ្ចឹងណាដោយសារតែខ្ញុំលក់របៀបគ្រឿងក្អូបអីអញ្ចឹងទៅតែប្អូនស្រីខ្ញុំលក់របៀបចាប់ហួយហើយបងស្រីខ្ញុំលក់អង្ករលក់អីអញ្ចឹងមានម៉ួយបោះដុំអីអញ្ចឹងក៏ពិបាកដែរអញ្ចឹងមិនអាចបិទតូបបានញឹកទេអញ្ចឹងណាហើយនេះជាទិដ្ឋភាពថតពីខាងលើមកគឺស្អាតខ្លាំងមែនតើបងប្អូនអូយស្អាតខ្លាំងណាស់នេះពីអ្នកបងប្អូនគេថតខ្ញុំលួចថតនិយាយទៅបងប្អូននេះមើលទឹកសមុទ្រអូយឡងចឹងនិយាយថាពណ៌ទឹកសមុទ្រគេហៅថាពណ៌ទឹកសមុទ្រអញ្ចឹងណាគឺស្អាតខ្លាំងមែនតើបងប្អូនបន្ទាប់ពីដើរលេងដើរមើលទស្សនវិជ្ជានៅជុំវិញកោះនឹងរួចរាល់អស់ហើយគឺថាឡើងឡានទៅឆ្នេរអូឈើទាលដោយសារតែដល់ម៉ោងបាយហើយយូរហេវខ្លាំងហើយបងប្អូនដោយសារទឹកម៉ោង7:12អញ្ចឹងណាឥឡូវមកដល់ឆ្នេរនិយាយពីថាស្រស់ស្រាយខ្លាំងមែនតើនៅឆ្នេរអូឈើទាលណាហើយជាពិសេសបំផុតនោះគឺថាមឹកអាំងតែម្ដងនិយាយថាអូចូលចិត្តខ្លាំងណាស់មឹកអាំងនៅឆ្នេរអូឈើទាលហ្នឹងគឺថាឆ្ងាញ់ខ្លាំងហ្មងគឺចូលចិត្តអញ្ចឹងណាឥឡូវគឺថាដល់ម៉ោងបាយហើយគឺថានាំគ្នាបាយសិនបាយលក្ខណៈសិតតែចានប្រអប់អញ្ចឹងហ្មងដោយសារអីគ្មានយកចានមានអីមកទេគឺថាប្រអប់អញ្ចឹងហ្មងដោយសារសិតតែទិញម្ហូបទិញអីនៅនឹងទាំងអស់អញ្ចឹងណាគ្មានធ្វើម្ហូបអីពីផ្ទះមកទេឥឡូវគឺថាបាយរួចរាល់ហើយគឺថានាំគ្នាមកថតមកហើយអាកាសធាតុថ្ងៃដែលខ្ញុំដើរលេងហ្នឹងអត់មានក្តៅទេបងប្អូននិយាយពីថាឡងតិចទៅជុំមេឃចង់រកភ្លៀងទៀតដល់ពេលអញ្ចឹងគ្មានទេម៉ោង11ម៉ោង12ម៉ោង1អីហ្នឹងគឺថានាំគ្នាដើរពេញទៅនឹងហ្មងនៅតាមឆ្នេរហ្នឹងអញ្ចឹងណាហើយបើថាបងអូនខ្ញុំ selfie ថតក៏ច្រើនមែនតើបងអូនពៅខ្ញុំនេះគឺថាថតបានច្រើនខ្លាំងមែនតើហើយខ្ញុំមិនសូវជាមានរូបថតបានទេបងប្អូនដោយសារតែខ្ញុំអ្នកកាន់កាមេរ៉ាអញ្ចឹងណាហើយបងអូនបន្ទាប់ពៅនេះគឺថាថតមានគ្រប់ style អស់ហើយបងប្អូនខ្ញុំរូបថតមានតែប្រហែលសន្លឹកហ្នឹងឯងអត់សូវមានច្រើនទេបើថាបងអូនពៅវិញគឺរូបថតច្រើនជាងគេហ្មង
មានគ្រប់ បន្ទា style ប់ អ ពី ស់ហើយ ដើរលេងដើរថតតាមឆ្នេរអស់ចិត្តអស់ចង់ហើយគឺថាចាប់ផ្ដើមស្រក់ពោះឃ្លានហេវអញ្ចឹងណាក៏នាំគ្នាទៅហូបមឹកអាំងហើយបើថាមឹកអាំងនៅនេះគឺថាមានរសជាតិឆ្ងាញ់ខ្លាំងមែនតើគឺចូលចិត្តហ្មងហើយមួយចង្កាក់ 1500 ហ្នឹងគឺថារៀងទូចៗអញ្ចឹងណាម្នាក់អស់10 20ចង្កាក់ដល់ពេលនាំគ្នាហូបមឹកអាំងជុំគ្នាឆ្អែតអស់ហើយគឺថាចាប់ផ្ដើមរៀបចំឲ្យវាយអីវ៉ាន់គឺថាទៅផ្ទះវិញហើយវីដេអូខ្ញុំមានតែប៉ុណ្្នេះទេបងប្អូនជួយ like ជួយ share ជួយ follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូកំសាន្តវីដេអូចែករំលែកថ្មីហើយឥឡូវនេះគឺថាខ្ញុំនេះអើយ style អីទេបងប្អូននិយាយថាដើរអូយបងប្អូនកិច្ចរឹកកិច្ចរៀងដល់កយនេះជាវីដេអូលេងកំសាន្តទេបងប្អូនដោយសារតែចូលចិត្តខាងនឹងអីអញ្ចឹងណានិយាយថាកិច្ចរឹកកិច្ចរៀង style ដល់កយបងប្អូនចង់វីដេអូមានតែប៉ុណ្្នេះទេបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ